ប្រិមិត្តជាទីគោរពនិងជាទីមេត្រីអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនលោកផ្កាយមួយសម្បត្តិកុសលទៅតុលាការហើយរាជធានីភ្នំពេញក្រោយខាត់ខ្លួននិងសួរនាំរួចមកអង្គភាពប្រឆាំងអំពើពុករលួយឬហៅថា ACU ក៏បានបញ្ជូនលោកឧត្តមសេនីយ៍ត្រីសម្បត្តិកុសលទៅតុលាការខេត្តសៀមរាបនៅថ្ងៃទី10ខែឧសភាឆ្នាំ2025នេះដើម្បីចាត់ការតាមផ្លូវច្បាប់បន្តលោកត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនកាលពីថ្ងៃទី8ខែឧសភាគួរដឹងថាតុលាការខេត្តសៀមរាបជាម្ចាស់ដើមដែលទទួលបានសំណុំរឿងរបស់លោកសម្បត្តិកុសលហើយក៏គួរដឹងដែរថាសំណុំរឿងឬពាក្យបណ្ដឹងនេះមិនមែនជារបស់អ្នកណាផ្សេងឡើយគឺជារបស់លោកសម្បត្តិកុសលខ្លួនឯងបើនិយាយទៅលោកត្រូវបានចាប់ខ្លួនដោយសារពាក្យបណ្ដឹងខ្លួនឯងលោកបានដាក់ពាក្យបណ្ដឹងស្ត្រីម្នាក់ឈ្មោះថាចិនស្រីដាបាទថាប៉ុនប៉ងសោកប៉ាន់លោកដើម្បីជួយឲ្យប្តីរបស់នាងបានចូលធ្វើប៉ូលីសក្រោយបានពិនិត្យឃើញថាពាក្យបណ្ដឹងរបស់លោកសមត្ថកុសលពាក់ព័ន្ធនឹងអំពើពុករលួយតុលាការខេត្តសៀមរាបមិនចាត់ការខ្លួនឯងតែម្ដងនោះទេគឺផ្ទេរពាក្យបណ្ដឹងនេះទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយចាត់ចែងការស៊ើបអង្កេតបាទជាមុនសិនមកដឹងរឿងរ៉ាវនេះភរិយារបស់លោកសម្បត្តិកុសលបានខ្ចីលុយជាង$20,000អំពីស្ត្រីឈ្មោះថាចិនស្រីដាដែលជាមិត្តភក្តិនឹងគ្នាស្ត្រីឈ្មោះចិនស្រីដាអះអាងថាភរិយារបស់លោកសម្បត្តិកុសលបានខ្ចីលុយយកទៅឲ្យលោកសម្បត្តិកុសលដើម្បីរត់ការបានឡើងតំណែងក្រោយមកភរិយារបស់លោកសម្បត្តិកុសលក៏បានបញ្ចុះបញ្ចូលស្ត្រីឈ្មោះថាចិនស្រីដាឲ្យប្តីរបស់នាងគឺបាទប្តីរបស់ស្ត្រីឈ្មោះចិនស្រីដាបានចូលធ្វើជាប៉ូលីសដែរដោយលោកសមត្ថកុសលនឹងជួយហើយកាត់កងលុយជាង$20,000ដែលនៅចំពាក់ត្រង់កន្លែងនេះហើយដែលលោកសមត្ថកុសលយកធ្វើជាអង្គហេតុហើយប្តឹងស្ត្រីឈ្មោះចិនស្រីដារួមទាំងប្តីរបស់នាងពីបទប៉ុនប៉ងសោកប៉ាន់មុនដំបូងស្ត្រីឈ្មោះថាចិនស្រីដាក៏មានបំណងចង់ឲ្យប្តីចូលខ្លួនធ្វើប៉ូលីសដែរតាមការបញ្ចុះបញ្ចូលពីភរិយារបស់លោកសម្បត្តិកុសលខណៈកាលនោះលោកសម្បត្តិកុសលជាស្នងការរងខេត្តបន្ទាយមានជ័យប៉ុន្តែស្ត្រីឈ្មោះចិនស្រីដាចង់ឲ្យប្តីខ្លួនធ្វើជាប៉ូលីសនៅខេត្តសៀមរាបព្រោះពួកគេរស់នៅក្នុងខេត្តសៀមរាបស្រាប់ទៅហើយភាគីខាងលោកសមត្ថកុសលនិងភរិយាបានផ្ដល់ដំណឹងថាបើទៅធ្វើប៉ូលីសនៅខេត្តផ្សេងអាចបានតែបើនៅខេត្តសៀមរាបគឺមិនបាននោះទេព្រោះមិនមានកន្លែងក្រៅពីខេត្តសៀមរាបស្ត្រីឈ្មោះចិនស្រីដាមិនព្រមនោះទេហើយក៏សម្រេចចិត្តបាទមិនឲ្យប្តីខ្លួនចូលធ្វើជាប៉ូលីសនិងបន្តទាមទារបាទលុយពីភរិយារបស់លោកសម្បត្តិកុសលដោយតាក់ទងទៅស្ត្រីជាកូនបំណុលមិនបានស្ត្រីឈ្មោះចិនស្រីដាក៏តាក់ទងទៅលោកសម្បត្តិកុសលដើម្បីទារលុយលោកសម្បត្តិកុសលប្រាប់ថាមិនសងនោះទេដោយសំអាងថាភរិយារបស់ខ្លួនគឺជាអ្នកខ្ចីមិនមែនលោកនោះឡើយលោកប្រាប់ទៀតថាបើទោះជាសងបាទក៏សងខ្លះតែប៉ុណ្ណោះទៅតាមលទ្ធភាពដែលមានដោយមិនអាចមានលទ្ធភាពសងទាំងស្រុងនោះទេស្ត្រីឈ្មោះចិនស្រីដាប្រាប់វិញថាបើមិនសងនាងនឹងបញ្ជូនសំណុំរឿងរ៉ាវបាទដែលចំពាក់លុយទៅឲ្យបណ្ដាញសារព័ត៌មានជួយចុះផ្សាយក្រោយមកលោកសម្បត្តិកុសលក៏ប្តឹងទៅតុលាការខេត្តសៀមរាបពីបទគំរាមហែកគេហើយតុលាការខេត្តក៏បានដាក់ទោសឲ្យនាងជាប់បាទពន្ធនាគារចំនួន2ឆ្នាំតែអនុញ្ញាតឲ្យនៅក្រៅពន្ធនាគារដោយមិនអស់ចិត្តលោកសម្បត្តិកុសលក៏ស្រាប់តែដាក់ពាក្យបណ្ដឹងមួយបន្ថែមទៀតប្តឹងស្ត្រីឈ្មោះចិនស្រីដាពីបទប៉ុនប៉ងសោកប៉ាន់នេះឯងស្ត្រីឈ្មោះចិនស្រីដាក៏បានរត់រឹកសំពឹងពាក់ពីស្ថាប័នមានសមត្ថកិច្ចផងដែរដោយនាងបានដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃនិងអង្គភាពប្រឆាំងអំពើពុករលួយតែមិនប្តឹងទៅតុលាការដោយលោកសម្បត្តិកុសលនោះទេក្រោយរឿងរ៉ាវនេះផ្ទុះលើបណ្ដាញសង្គមនិងមានការចុះផ្សាយយ៉ាងច្រើនពីស្ថាប័នព័ត៌មានលោកសម្បត្តិកុសលក៏ត្រូវបានដកចេញពីតំណែងជាស្នងការរងខេត្តបន្ទាយមានជ័យឲ្យទៅបំពេញការងារនៅនាយកដ្ឋានវិទ្យុតាក់ទងនៃអគ្គស្នងការដ្ឋាននគរបាលជាតិតាំងពីដើមខែមករាឆ្នាំ2025